ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះចុងភៅវិញវិលមកផ្សាយថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាឲ្យស្គាល់ម្ហូបកូរ៉េមួយមុខដែលមានឈ្មោះថា Potato Chicken បាទតើម្ហូបហ្នឹងមានប្រវត្តិយ៉ាងណាហើយមានគ្រឿងផ្សំអ្វីខ្លះខ្ញុំនឹងរៀបរាប់ជូននៅក្នុងវីដេអូនេះបាទសូមទស្សនាទាំងអស់គ្នាបងប្អូនគ្រឿងសំខាន់មានដូចជា Bingo Kimchi តោះ Potato Chicken Chili Powder Bingo Ham មី Kimchi ហើយរ៉ាម៉ាយ៉ុនបាទចំពោះសាច់និងបន្លែបងប្អូនអាចដាក់បន្ថែមមានដូចជា Spam Hot Dog ទឹកបញ្ជុលខ្ទឹមបារាំងខ្ទឹមខ្យល់ហើយនិងតៅហ៊ូអញ្ចឹងបងប្អូនអាចទស្សនាខ្ញុំខុសទាំងអស់គ្នាបានបាទរបៀបចម្អិនដំបូងគ្រាន់តែយកសោស Potato Chicken ដែលមានស្រាប់មកលាយជាមួយនឹងទឹក600 មីលីលីត្ររួចដាក់គ្រឿងបន្លែមាន Bingo Kimchi Spam Hot Dog តៅហ៊ូចូលក្នុងឆ្នាំងរួចចម្អិនរយៈពេល4នាទីបន្ទាប់ពីទឹកពុះត្រូវបន្ថយភ្លើងមកត្រឹមពាក់កណ្ដាលរួចទុករយៈពេល5នាទីបន្ថែមជាការស្រេចអញ្ចឹងថ្ងៃនេះសូមអេដមីនភ្លុកមុនគេទៀតណាបាទដោយសារខ្ញុំអ្នកភ្លុកម្ហូបបាទចុងភៅវាគឺញ៉ាំមុនគេតែអញ្ចឹងបាទខ្ញុំនឹងជម្រាបជូនលម្អិតទាក់ទងនឹងសម្ល Potato Chicken ម្លងនៅឆ្នាំ1953ដោយសារបងប្អូនជនជាតិកូរ៉េបន្ទាប់ពីចប់សង្គ្រាមមកគាត់ខ្វះអាហារជាខ្លាំងបាទគាត់អត់សូវមានអាហារដែលសល់ទុកទេអញ្ចឹងគាត់ដើរប្រមូលពីប្រទេសទាហានពីភោជនីយដ្ឋាននានានៅក្នុងប្រទេសកូរ៉េនឹងឯងហើយគាត់រើសយកមកស្លលាយជាមួយគ្នាបានសម្លមួយមុខហៅថា Potato Chicken អញ្ចឹងមាន kimchi ដែលសល់យូរមកហើយមាន ham បាទមាន ham ហើយមានសាច់អីចឹងគាត់ដើរប្រមូលចូលគ្នាហើយយកបានស្លសម្លហូបក្រោយពីចប់សង្គ្រាមឆ្នាំ1953បាទគឺរឿងរ៉ាវបែបហ្នឹងឯងបាទបងប្អូនយើងដាក់មីចូលមកយើងជក់សឡហើយយើងដាក់មីអារ៉ាំញ៉ុនបាទដោយសារញ៉ាំសឡមិនមានសាច់ដូចខ្ញុំដាក់ស្រាកបាទវល់មែម៉ាកាលីមួយបាទហើយបើបងប្អូនចង់ញ៉ាំមិនបាច់ចាំទៅប្រមូលចុងទេដោយសារឥឡូវយើងមានសោស Potato Chicken ស្រាប់អញ្ចឹងបងប្អូនគាត់ទៅទិញសោសហើយមាន Bingo Kimchi ទៅហើយបងប្អូនអាចដាក់បន្លែសាច់ឬក៏មីដែលបងប្អូនចូលចិត្តដាក់តាមអ្វីក៏បានដែរបាទព្រោះឥឡូវយើងចប់សង្គ្រាមអស់ហើយវីដេអូក្រោយមានអ្វីឲ្យខ្ញុំធ្វើបងប្អូនអាចខមមិននៅខាងក្រោមនេះបានបាទសូមអរគុណសូមជម្រាបលា